អូខេសួស្តីបងប្អូនអរគ្នាជួបមកគ្នាសារជាថ្មីបន្ទាប់ពីវីដេអូទី1បាញ់មិញខ្ញុំបានធ្វើពីរបៀបនៃការ transfer កាក់ពី OKX ចូល Binance ឥឡូវនេះវាក៏បានចូលជោគជ័យហើយខ្ញុំនឹងធ្វើវីដេអូនេះជាវីដេអូទី2អំពីរបៀបនៃការលក់កាក់ P2P បាទតាមរយៈ P2P មុខងារ Binance P2P អញ្ចឹងបងប្អូនបើក Binance បងប្អូនមកចឹងខ្ញុំគិតថាមាននៅក្នុង Binance ពេលខ្ញុំបង្ហាញមានមុខងារកន្លែងខ្លះគឺវាមិនបង្ហាញឲ្យបងប្អូនមើលគឺ security វាចេញពណ៌ខ្មៅអីជាដើមចឹងបើសិនជាមានកន្លែងហ្នឹងសូមបងប្អូនអធិស្ឋានផងពីព្រោះជា security របស់ Binance ដោយវីដេអូខាងដើមបាញ់មិញដែលខ្ញុំធ្វើការ transfer លុយចេញពី OKX ចូល Binance មានកន្លែងខ្លះគឺវាបិទឲ្យយើងមើលឃើញគឺចេញពណ៌ខ្មៅអញ្ចឹងបើបងប្អូនបានមើលវីដេអូនោះហើយអធិស្ឋានផងណាបាទមិនមែនថាខ្ញុំបិទបាំងអីទេគឺដោយសារតែវាជា security របស់គេអូខេឥឡូវកុំឲ្យវែងឆ្ងាយបងប្អូនបើក Binance ហើយបងប្អូនយកពាក្យថា P2P បាទនេះចុចពាក្យថា P2P ហើយបើបងប្អូនចង់លក់បងប្អូនត្រូវមើលពាក្យថា sell នៅកន្លែងនេះបាទ sell នេះបងប្អូនទិញគឺបងប្អូនត្រូវឈរលើពាក្យថា buy អាពណ៌ខ្មៅនេះអញ្ចឹងយើងចង់លក់អញ្ចឹងយើងត្រូវបដូរពី buy មក sell មកណារបៀបនេះបន្តមកទៀតនៅត្រង់កន្លែងរូបសញ្ញា filter នេះបងប្អូនណាចុច filter វាបានឬក៏បងប្អូនមិនចង់ filter បងប្អូនចង់អុសមើលចេះក៏បានដែរប៉ុន្តែវាចំណាយពេលយូរអញ្ចឹងណាយើងចង់អុសមើលក៏បានដែរបាទឥឡូវយើងធ្វើការ filter តែម្ដងទៅអញ្ចឹងចុច filter នេះមកបាទ filter បងប្អូនអុសមកក្រោម amount មានទឹកលុយចន្លោះចំនួនដែលបងប្អូនចង់លក់ចន្លោះពីប្រមាណដល់ប្រមាណអញ្ចឹងបងប្អូនមិនបាច់ដាក់ក៏បានដែរអាចរំលងវាចោលក៏បានដែរបាទអញ្ចឹងយើងរំលងវាទៅហើយយើងមើល limit minute time បានន័យថារយៈពេលនៃការតែគេទិញលក់រហ័សលឿនអ្នកខ្លះចំណាយពេល10នាទីដល់5នាទីអញ្ចឹងបងប្អូនចង់ select មើលទាំងអស់ចុចពី all ហ្នឹងទៅចង់15នាទីចុច15នាទីថាចន្លោះពេលដែលអ្នកណាដែលគាត់សេវាកម្មឆ្លើយតបលឿនចន្លោះពេល15នាទីវានឹងបង្ហាញអ្នកនឹងមកអញ្ចឹងយើងយកទាំងអស់ទៅ all តមកទៀត payment method បានន័យថាវិធីសាស្ត្រនៃការទូទាត់អញ្ចឹងយើងនៅក្នុងស្រុកបាទអញ្ចឹងយើងចុចពាក្យកន្លែងនេះ all មកអញ្ចឹងខ្ញុំយកអីគេ ABA បាទនេះ ABA បងប្អូនចង់វាតាម AC យក AC នេះមកនេះអញ្ចឹងខ្ញុំយក ABA ហើយចុច confirm មកខាងក្រោមនេះតមកទៀត country region អញ្ចឹងយើងនៅក្នុងប្រទេសកម្ពុជាយើងយកកម្ពុជានេះហើយបាទត្រូវហើយចុចវារបៀបនេះឲ្យចេញពណ៌ខ្មៅដិតបែបនេះបាទយើងមានពាក្យថា select ហើយនៅនេះក៏គេប្រាប់ថា select មែនបើយើងចុចចេះគឺដោះ select បាត់ហើយអញ្ចឹងចុច select លើវារបៀបនេះហើយអស់មកទៀតអស់ហើយគឺអត់មានអីត្រូវ select ទៀតទេអញ្ចឹងយើងចុចពាក្យថា confirm បាទអញ្ចឹងវានឹង filter មកយើងមើលចន្លោះដែលយើងបានកំណត់អញ្ចឹងម្នាក់នេះគាត់ទិញគឺហ៊ានទទួលទិញគឺ0.987ហើយចន្លោះដែលគាត់ទិញគឺចន្លោះចាប់ពី$600ទៅអញ្ចឹងយើងមើលលុយផងយើងចង់លក់តែ$70ទេប៉ុន្តែគេនេះគឺគេហ៊ានទទួលទិញចន្លោះពី$600អញ្ចឹងវាលើសពីចំនួនដែលគេកំណត់ហើយបងប្អូនត្រូវរកមើលអ្នកដែលគេកំណត់ទិញចន្លោះទឹកលុយយើងដែលមានហ្នឹងណាបាទអញ្ចឹងយើងអស់មកក្រោមទៀតបាទយើងអស់មកទៀតរកមើលទៀតបាទនេះបងប្អូនឃើញម្នាក់នេះឈ្មោះនេះ PR បាទ26ដងគាត់ហ៊ានទិញក្នុងតម្លៃ 9.87 ហើយលុយនឹងគាត់កំណត់ USD ដែលគាត់កំណត់ទិញគឺចន្លោះពី$68រហូតទៅដល់$49,000បាទហើយទឹកលុយរបស់គាត់ដែលមានគឺមានប៉ុណ្ណេះណាទឹកលុយរបស់គាត់ដែលមានណា160000ជាងបាទហើយនេះគឺជាប្រព័ន្ធទូទាត់របស់គាត់មានដូចជា ABA Wing AC អីចឹងទៅអញ្ចឹងមកបងប្អូនចង់លក់ឲ្យគាត់ក៏ចុចលើនឹងទៅតែឥឡូវខ្ញុំអត់តន់ទេខ្ញុំ note ចំណាំគាត់នឹងមួយទុកហើយយើងអស់រមើលអ្នកផ្សេងទៀតក៏មានជំរឿសលើសពីនឹងអញ្ចឹងណាបាទម្នាក់នេះក៏ដូចគ្នាដែរម្នាក់នេះ Happy Exchange KHQR បាទហើយសិតតែមានសញ្ញា tick ទៀតបងប្អូនឃើញនេះទឹកលុយរបស់គាត់ទិញចន្លោះពី$55រហូតដល់$1000តាម ABA អីដូចគ្នាយើងអស់មើលទៀតមក
ក្រៅពីហ្នឹងមានសិនអ្នកខ្ពស់បាទយើងអស់មើលអស់សិនណាបងប្អូនណាកុំឲ្យថាយើងមើលអត់តន់អស់អញ្ចឹងក៏លោថាមានអ្នកណាសេវាល្អជាងនឹងអញ្ចឹងមើលវាទៀតមកហើយមួយទៀតយើងមើលអាពណ៌ QQ នៃគេអនឡាញបើគេអនឡាញមានតែគេនៅប្រចាំការនៅហ្នឹងអញ្ចឹងគឺងាយស្រួលឆ្លើយតបមកយើងមកលឿននេះម្នាក់មិញដែរនេះគាត់អានេះចន្លោះចាប់ពី10រហូតដល់$80000នោះអូខេបើសិនខ្ញុំពេញចិត្តឥឡូវយល់ថាខ្ញុំចង់លក់ឲ្យគាត់ម្នាក់នេះខ្ញុំចុចលើនឹងមកបាទចុចលើពាក្យថា sell កន្លែងនេះមកនេះឃើញគាត់កំពុងតែអនឡាញបងប្អូនណាឃើញទេគាត់កំពុងតែបើកដំណើរការអនឡាញបន្តែយើងងាយស្រួលក្នុងការទំនាក់ទំនងគាត់ឆាប់ឆ្លើយតបអីចឹងណាអញ្ចឹងបងប្អូនកន្លែងនេះគឺទឹកលុយបងប្អូនចង់លក់បាទប្រឡោះខាងលើនេះអញ្ចឹងបងប្អូនចុច select លើវាមួយនឹងមកហើយបងប្អូនចុចពាក្យថា all បាទមានប្រមាណលក់ទាំងអស់ណា all អញ្ចឹងមិនថាលុយរបស់ខ្ញុំមានចំនួន$70ចុច83សេនគឺខ្ញុំលក់ទៅឲ្យគាត់ទាំងអស់ហើយខ្ញុំទទួលបានលុយចូលកង់គឺ69.71បងប្អូនបាទ USDT យើងប៉ុណ្ណឹងបាទគឺយើងទទួលបានជាលុយសុទ្ធគឺ$69.71អញ្ចឹងបងប្អូនយល់ព្រមលក់អូខេហើយគឺបងប្អូនចុចពាក្យថា place order កន្លែងនេះបងប្អូនឃើញទេ place order អញ្ចឹងហើយមួយទៀតខ្ញុំចង់ណែនាំបងប្អូនមើលដូចមិញអញ្ចឹងខ្ញុំបានប្រាប់បងប្អូនហើយឥឡូវខ្ញុំសុំថយសិនបងប្អូននេះចុចលើ exchange មកគាត់ហ្នឹងបងប្អូនមើលលើគាត់សិនចុចលឿនហ្នឹងអត់ទៅអញ្ចឹងចុចនេះបងប្អូនមើលនៅត្រង់កន្លែងនេះគឺឈ្មោះរបស់គាត់គឺមាន verify សញ្ញា tick នឹងហើយបងប្អូនឃើញទេបាទហើយមានលើកនេះគឺចុចទៅវាអត់ detail ឲ្យយើងសោះback ទៅដល់ណាបាត់ហើយសូមរកម្ដងទៀតសិនមិញខ្ញុំគោលម្ដងខ្ញុំគឺខ្ញុំចង់បង្ហាញឲ្យបងប្អូនមើលព័ត៌មានលម្អិតអំពីអ្នកលក់ហ្នឹងណាបាទទី1គាត់កំពុងតែអនឡាញបាទហើយខ្ញុំចង់មើល address មិនដឹងថាឥឡូវនេះគឺគេផ្លាស់ប្ដូរយ៉ាងម៉េចបានចុចទៅបានអូខេបានហើយបងប្អូននេះយើងចុចលើឈ្មោះរបស់គាត់បាទនេះម្ដងទៀតណាយើងចុចទៅលើរូបឈ្មោះហើយ logo ហ្នឹងបងប្អូនមកពិនិត្យមើលទី1ម្នាក់ហ្នឹងគាត់មានសញ្ញា tick verify account មកគាត់ទី2 email address ក៏ verify message SMS ក៏ verify KYC ក៏ជាប់ address ក៏ verify បងប្អូនឃើញទេចេញសញ្ញា Q ទាំងអស់ហើយមួយទៀតគឺអ្នកលក់អ្នកទិញគឺគេបាន rate ឲ្យគាត់បាទគឺគេបាន rate ឲ្យគាត់នេះបងប្អូនឃើញ98%នៃការឆ្លើយតបរបស់គាត់គឺលឿនរហ័សអញ្ចឹងទៅពេលរយៈពេលជាមធ្យមគឺចន្លោះពី19នាទីបាទជាមធ្យមណាហើយបងប្អូនចង់ follow គាត់ទុកទិញលក់ថ្ងៃក្រោយ follow យើងចុចចឹងទៅអូខេចុចខលសិនបាទមិញគាត់ online ឥឡូវគាត់អត់ online ទេតែតើទៅ offline មិញទេបាទឥឡូវយើងចុចពេញចិត្តគាត់ហើយយើងចុច sell ឲ្យគាត់ទៅចុចកន្លែងនេះបាទហើយទឹកលុយកន្លែងនេះយើងដាក់ all បាទប៉ុណ្ណឹងហើយយើងទទួលបានប៉ុណ្ណឹងដូចខ្ញុំប្រាប់មិញអញ្ចឹងការទូទាត់តាមរយៈ ABA ហើយចុចពាក្យថា place order អញ្ចឹងបងប្អូនសូមមើលការណែនាំរបស់គេសិនសូមអាននឹងគោលការណ៍លក្ខខណ្ឌរយៈពេលនៃការទូទាត់និងបំពេញការទូទាត់យូរ3ម៉ោងបាទន័យថាយ៉ាងយូរដូច្នេះសូមសម្រេចចិត្តមុននឹងបើកការជួញដូរហើយត្រូវរងចាំតាមអាចធ្វើបានព្រោះរយៈពេលនេះព្រោះរយៈពេលលុបចោល cancel គឺ3ម៉ោងដូចគ្នាប៉ុន្តែលោកអ្នកអាចឆាតមកបាទអញ្ចឹងយើងអាចឆាតទៅគាត់អូខេឥឡូវខ្ញុំថាលក់ឲ្យគាត់អញ្ចឹងខ្ញុំចុច place order បាទចុចពាក្យថា place order since you have sufficient of space បានន័យថាទឹកលុយរបស់ខ្ញុំវាអត់មាននៅក្នុងfunding account ណាអញ្ចឹងនៅក្នុង Binance យើងត្រូវតែ transfer ពី funding account មកប៉ុន្តែនៅក្នុងនេះវាអត់បញ្ហាទេយើងចុចអានេះទៅវានឹង select auto ចូលទៅជ្រើសយកពី funding យកមកតែម្ដងពី trade អូខេមកដល់កន្លែងនេះលុយយើងអត់ទាន់ទៅហើយលុយ
ក៏យើងអត់ទាន់ទទួលពីគាត់ដែរនេះគឺជាម៉ោងរយៈពេលនៃការកំណត់ណាបានន័យថាចន្លោះពីប៉ុណ្ណឹងនាទីយើងនឹងយើងត្រូវរងចាំគាត់បាទអូខេឥឡូវយើងឆាតទៅគាត់មួយសិនឆាតទៅគាត់មក Hi ចឹងមក please send payment ឆាតប្រាប់គាត់ចឹងមកអូខេនេះ please send បានហើយយើងឆាតទៅរំលឹកគាត់បាទចឹងរយៈពេលហ្នឹងគឺយើងរងចាំអញ្ចឹងកំឡុងពេលយើងរងចាំខ្ញុំសុំ hold សិនបាទធ្វើការ hold សិននៅពេលដែលគាត់ឆ្លើយតបខ្ញុំនឹងធ្វើវីដេអូបន្តទៀតឲ្យបងប្អូនមើលបាទហើយយើងធ្វើការ hold ដើម្បីរងចាំគាត់សិនអញ្ចឹងការទិញលក់នេះបងប្អូនណាតើតែយើងទទួលបានលុយចូលកុងមកយើងសិនចាំយើង release កាក់នឹងទៅឲ្យគេអូខេបងប្អូនសាររបស់គាត់បានឆ្លើយតបហើយគាត់ធ្វើការ alert មកឲ្យយើងមិញណាមើលមិញបងប្អូននេះគេធ្វើការផេតមកយើងអញ្ចឹងបងប្អូនត្រូវទៅចូលនេះលុយចូលកុងណាឃើញសារលុយពី ABA មកបងប្អូនអញ្ចឹងយើងត្រូវតែពិនិត្យមួយទៀតគឺចូលទៅឆែកមើលកុងធនាគាររបស់យើងតើលុយរបស់យើងនឹងពិតជាទទួលបានហើយនៅអញ្ចឹងខ្ញុំសូមចូលទៅឆែកមើលកុង ABA អញ្ចឹងជាធម្មតាចូល ABA គឺវាអត់ឲ្យយើងថតវីដេអូទេបងប្អូនណាជាស្រ័យថតវីដេអូបានទេអញ្ចឹងខ្ញុំសូមបាទអញ្ចឹងលុយចូលហើយអញ្ចឹងយើងត្រូវធ្វើការ release កាក់នឹងទៅឲ្យគេបាទអញ្ចឹងបងប្អូនមើលប៊ូតុងកន្លែងនេះ payment receive អញ្ចឹងបងប្អូនចុចកន្លែងនេះមកបន្តមកទៀតយើងត្រូវធ្វើការ release កាក់របស់យើងទៅឲ្យគេបាទនេះយើងត្រូវមើលគេថាគេមានអក្សរយើងជ្រើសរើសណា I have not received payment from the buyer នេះបើសិនករណីយើងអត់ទទួលបាន payment ពីគេណាទទួលបានលុយទី2 I have verified that payment 69.77 has been received from បាទនេះគឺយើងទទួលលុយបានពីគេហើយអញ្ចឹងបងប្អូនត្រូវចុចកន្លែងហ្នឹងមិនអាចចុចអានេះទេយើងទទួលបានលុយពីគេហើយយើងត្រូវចុចអាពាក្យទទួលបាននេះកន្លែងនេះខាងក្រោមនេះអញ្ចឹងចុចមកបន្តមកទៀតយើងចុចពាក្យថា confirm release អូខេអញ្ចឹងយើងត្រូវទៅចូលទៅក្នុង app security របស់យើងដើម្បីទៅយកលេខកូដបាទទៅដាក់លេខកូដបាទហើយយើងអាចទុកចោលបានទេតែកាលណាលុយរបស់យើងទទួលបានហើយបងប្អូនត្រូវតែធ្វើការវេកាក់នឹងទៅឲ្យគេបាទណាបាទអូខេផាសចូលសូមចាំតិចសិនហើយជាខុសអញ្ចឹងយើងចុចពាក្យថា copy ទៀតអូខេទៅហើយបាទអញ្ចឹងទៅហើយកាក់របស់យើងគឺយើងបានត្រូវលក់ចេញទៅឲ្យគេគឺយើងបាន release កាក់ឲ្យគេលុយយើងទទួលបានកាក់យើងត្រូវ release ឲ្យគេហើយបងប្អូនអាចចុចកន្លែង positive បានន័យថាយើងចង់ rate ឲ្យអ្នកលក់ម្នាក់ហ្នឹងសេវាកម្មគាត់រហ័សឬអត់អញ្ចឹងយកពាក្យថា positive ឥឡូវខ្ញុំសូមចូលទៅ transfer លុយខ្ញុំចេញពីកុង ABA ខ្ញុំចូល AC សិនអូខេបងប្អូនអញ្ចឹងការទិញលក់របស់យើងគឺចប់រួចរាល់ហើយមិញខ្ញុំបានប្រាប់បងប្អូនថាសូមមករងចាំតិចសិនខ្ញុំវាយលុយចេញពីកុង ABA ខ្ញុំចូលទៅកុងផ្សេងការធ្វើបែបនេះគឺយើងជៀសវាងព្រោះយើងមិនអាចមើលឃើញច្បាស់ពីបុគ្គលខ្លះគាត់លក់មកយើងហើយកាក់របស់យើងក៏យើងបាន release ទៅឲ្យគាត់ប៉ុន្តែគាត់នឹងមានល្បិចអីចឹងណាខ្ញុំនិយាយតែបុគ្គលមួយចំនួនដែលខលខូចណាបាទគឺគាត់ប្តឹងទៅធនាគារអញ្ចឹងគាត់ថាយើងនឹងមិនបានវេឬក៏គាត់វេច្រឡំឬក៏វិធីផ្សេងៗអញ្ចឹងវាមានបងប្អូនអញ្ចឹងកាក់មកយើងនៅពេលយើងវេចេញហើយលុយក៏យើងទទួលបានគឺយើងធ្វើការ transfer លុយហ្នឹងចេញពីកុងហ្នឹងមកបាទទៅកុងផ្សេងមួយទៀតរបស់យើងមកដើម្បីឲ្យវាប្រកបអូខេឥឡូវយើងចង់ rate ឲ្យគាត់ម្នាក់ហ្នឹងសេវាកម្មល្អយើងចុចពាក្យថា positive បាទ positive ហើយបងប្អូនមើលនេះគេដាក់ថា fast transaction online and friendly បាទបងប្អូន rate មួយណាក៏បានព្រោះសិតតែពាក្យល្អៗបងប្អូនណាអញ្ចឹងយើង select ពាក្យថា fast transaction មកនៅកន្លែងនេះបងប្អូនចង់ទៅសេអីទៅសេទៀតទៅអាចដាក់អញ្ចឹងទៀតមក fast service អីទៅអញ្ចឹងទៅអូខេហើយបាទ leave comment ចុចកន្លែងនេះបាទបងប្អូន tick អានេះបានន័យថាបងប្អូនមិនចង់បង្ហាញឈ្មោះពិតទេវាជាលក្ខណៈជាជនanonymous comment បងប្អូនអញ្ចឹងយើង tick មក tick
ដោះធីកចេញក៏បានធីកក៏បានហើយចុច leave comment ចឹងអូខេចប់ស្រេចបាច់ដូចរាល់ហើយបងប្អូននេះគឺយើងគាត់តែជួយ rate នៅក្នុង Binance ដើម្បីឲ្យយើងដឹងថាពលបុគ្គលខ្លះចឹងគាត់ Binance ធ្វើចឹងគឺល្អបុគ្គលខ្លះគាត់សេវាកម្មគាត់យឺតអីចឹងទៅចឹងពេលអ្នកទិញហ្នឹងគេទិញតែម្ដងលើកក្រោយគេលែងទិញអញ្ចឹងគេ rate ឲ្យគាត់យឺតទៅតាមហ្នឹងទៅបើគាត់លឿនតាមហ្នឹងទៅគេ negative បានន័យថាវាសេវាកម្មវាអត់សូវល្អអញ្ចឹងណាបើ positive សេវាកម្មល្អយើងឲ្យគេអូខេវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនណាវាអត់មានអីវែងយ៉ាងហ្នឹងទៀតទេពីមុនខ្ញុំធ្លាប់បានធ្វើវីដេអូ P2P ម្ដងដែរប៉ុន្តែក្រែងលោថាវីដេអូនោះវាអត់សូវក្បោះក្បាយដោយសារតែខ្ញុំធ្វើវីដេអូហើយខ្ញុំយកមកបញ្ចូលសំឡេងតាមក្រោយវាអត់សូវស៊ីចង្វាក់តែឥឡូវពេលនេះគឺខ្ញុំធ្វើបណ្ដាលចុចបណ្ដាលឲ្យបងប្អូនមើលអញ្ចឹងវាតន់ហេតុការអញ្ចឹងឥឡូវនេះយើងថយមកក្នុងBinance ចូលមកក្នុង account របស់យើងវិញ Binance បាទយើង back វាមកកាក់របស់យើងគឺលក់ចេញអស់ហើយអត់មាននៅសល់ទេហើយលុយយើងទទួលបានដែរអញ្ចឹងសូមរំលឹកម្ដងទៀតបើសិនជាបងប្អូនមិនទាន់បានចុច Subscribe Channel របស់ខ្ញុំទេជួយចុច Subscribe ម្នាក់មួយផងហើយជួយដាក់សញ្ញាកណ្ដឹងសម្រាប់បងប្អូនដែលមិនទាន់មាន account Binance ឬក៏មិនទាន់មាន account OKX ខ្ញុំនឹងដាក់ link នៅខាងក្រោមបងប្អូនអាចចុះឈ្មោះតាមរយៈ link របស់ខ្ញុំណាចុះឈ្មោះឲ្យធ្វើការ verify វាឲ្យបានត្រឹមត្រូវទៅជាមួយមួយទៀតការទិញលក់ P2P ក្នុង Binance សូមបងប្អូនធ្វើវាដោយការប្រុងប្រយ័ត្នដោយមានទំនួលខុសត្រូវខ្លួនឯងវីដេអូរបស់ខ្ញុំមិនមែនជាអ្នកទីប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុទេខ្ញុំគ្រាន់តែចែករំលែកបទពិសោធន៍ដែលខ្ញុំធ្លាប់បានធ្វើបានដឹងកន្លងមកជូនបងប្អូនអញ្ចឹងមុននឹងបងប្អូនធ្វើសូមមានការ research បាទ check មើលឲ្យច្បាស់លាស់មុននឹងធ្វើការធ្វើនៅជំហានណាមួយរាល់ការបាត់បង់សូមទទួលខុសត្រូវដល់ខ្លួនឯងបាទលុយទូរស័ព្ទលេខកូដគឺជារបស់បងប្អូនជាអ្នកចុចជាអ្នកសេវាដល់ខ្លួនឯងអញ្ចឹងរាល់ការធ្វើអ្វីមួយសូមបងប្អូនធ្វើការដោយប្រុងប្រយ័ត្នហើយសូមប្រុងប្រយ័ត្នចំពោះជនខលខូចឆបោកអ្វីមួយផ្សេងៗតាមអនឡាញសូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាជាចុងក្រោយអត់មានអ្វីទេម្រាមដៃ10អរគុណបងប្អូនដែលបានតាមដានវីដេអូតាំងពីដើមដល់ចប់រៀងវែងបន្តិចប៉ុន្តែក្នុងន័យចង់ឲ្យបងប្អូនយល់ចេះអាចធ្វើបានអូខេជម្រាបលាបាយបាយ